និយាយពីថាព្រីភ្លើងមានច្រើនម៉ូដច្រើនម៉ាកណាស់ប៉ុន្តែអ្វីដែលសំខាន់គឺព្រីភ្លើងអត់ម៉ាកនឹងតែម្ដងយកមកប្រើប្រាស់ពេលខ្លះមិនដឹងថាមុខងារឬក៏សមត្ថភាពរបស់ព្រីភ្លើងនឹងយ៉ាងម៉េចទេចេះតែយកមកប្រើកាត់តដូច្នេះហើយដែលធ្វើឲ្យមានករណីផ្ទុះខ្សែភ្លើងជាច្រើនករណីមែនទែនហើយបង្កជាហានិភ័យផ្សេងផងដែរហើយមួយទៀតព្រីភ្លើងមួយចំនួនស្នឹងតែគ្មានមុខងារការពារសមត្ថភាពអីសោះតែម្ដងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមណែនាំនៅប្រភេទព្រីភ្លើងសមត្ថភាពដែលមានប្រព័ន្ធការពារខ្ពស់ល្អមែនទែនដែលមានឈ្មោះថា Safety Power Socket 3000 W សម្រាប់ model ព្រីភ្លើងនេះគឺមានច្រើន option មានប្រភេទរុន8រុន6រុន4ទីមួយនោះគឺ wide range of voltage ដែលព្រីភ្លើងនេះស័ក្តិសមមែនទែនជាមួយនឹងប្រទេសយើងដោយអាចរត់ជាមួយនឹងចរន្តអគ្គិសនី110 វ៉ុលរហូតដល់250 វ៉ុលហើយមួយទៀតគឺ fast and smart USB charging ព្រីភ្លើងនេះពិសេសមែនទែនគឺបំពាក់មកជាមួយនឹងរុនសាក USB ល្បឿនលឿនជាងព្រីភ្លើងធម្មតាយើងឃើញព្រីភ្លើងមួយចំនួនក៏គេបានបំពាក់មកជាមួយនឹងរុន USB នេះដែរប៉ុន្តែល្បឿនសាកវិញសោះតែពេលយើងសាកថ្មទូរស័ព្ទទៅគឺអត់មានឃើញបានថ្មឡើងទេមានតែស្រកវិញក៏ថាបានដែរហើយក្តៅទូរស័ព្ទយើងទៀតតែសម្រាប់ព្រីភ្លើងនេះគឺជាលំដាប់ព្រីភ្លើងតែម្ដងគេបានបំពាក់មកជាមួយនឹង USB ដែលមានល្បឿនសាករហូតដល់45 វ៉ាត់អញ្ចឹងសម្រាប់ល្បឿនពេលនេះសង្ឃថាដុំសាកមួយចំនួនធ្វើមិនបានផងហើយ45 វ៉ាត់នេះមិនមែនជា45 វ៉ាត់ធម្មតាទៀតគឺជាបច្ចេកវិទ្យា Smart IC Technology បូកជាមួយនឹងបច្ចេកវិទ្យា Power Delivery ដែលហៅកាត់ថា PD ផងដែរដែលវារក្សាស្ថិរភាពនៃការសាកនិងសុខភាពថ្មរបស់ទូរស័ព្ទយើងបានល្អមែនទែនអញ្ចឹងយើងមានព្រីភ្លើងនេះមួយចំណេញបានដុំសាកមួយទៀតប៉ុន្តែមិនមែនមានរុនតែមួយណាមានរហូតដល់6រុនអញ្ចឹងខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ផងដែរសម្រាប់រុន USB របស់វានេះគឺវាមានល្បឿនទៅតាមប្រភេទរុនរបស់វាដែរល្បឿនរបស់វាមានល្បឿន45 វ៉ាត់និងទាបជាង45 វ៉ាត់អញ្ចឹងសូមត្រឡប់មកនិយាយប្រភេទរុន AC វិញគឺមានសមត្ថភាពបញ្ជូននៅចរន្តអគ្គិសនីរហូតដល់3000 វ៉ាត់ស័ក្តិសមសម្រាប់ការប្រើប្រាស់ជាមួយនឹងឧបករណ៍ធំគ្រប់ប្រភេទទាំងអស់រាប់ចាប់តាំងពីទូទឹកកកម៉ាស៊ីនបោកខោអាវឆ្នាំងនឹងបាយ microwave និងឧបករណ៍អេឡិចត្រូនិកធំសំខាន់ផ្សេងបានយ៉ាងរលូនឲ្យតែយកទៅប្រើមិនលើស3000 វ៉ាត់ហើយបើសិនជាប្រើលើស3000 វ៉ាត់ដោយសារតែព្រីនេះមានបំពាក់នៅ intelligent chip ការពារសុវត្ថិភាពអញ្ចឹងគឺវានឹងកាត់ផ្ដាច់ដោយស្វ័យប្រវត្តិតែម្ដងហើយបើសិនជាព្រីដែលអត់មានអាជីពហ្នឹងណាគឺផ្ទុះផ្សេងតែម្ដងហើយអ្វីដែលសំខាន់ជាងគេនោះគឺព្រីភ្លើងនេះបានបំពាក់មកនៅជាមួយនឹង Child Protective Safety Door ដែលមុខងារនេះសំខាន់ខ្លាំងមែនទែនជាពិសេសសម្រាប់ការប្រើប្រាស់នៅក្នុងផ្ទះដែលមានកូនតូចឬក៏កុមារអញ្ចឹងមុខងារនេះគឺជាមុខងារសុវត្ថិភាពការពារដល់កុមារពីហានិភ័យដែលអាចបណ្ដាលឲ្យមានការឆក់ណាមួយដែលវាមានសន្ទះការពារនៅតាមប្រហោងនៃព្រីភ្លើងនិងមានប្រព័ន្ធកាត់ផ្ដាច់ចរន្តនៅពេលដែលមានឧបករណ៍មុតស្រួចណាមួយដោតចូលដោយចៃដន្យហើយមួយទៀតគឺ Multiple Safety Protection ដោយព្រីភ្លើងនេះបានបំពាក់មកជាមួយនឹងស្តង់ដារបតង់សុវត្ថិភាពសំខាន់ដូចជា CE FCC Euro Standard មុខងាររក្សាស្ថិរភាពនៃការបញ្ជូនចរន្តភ្លើងការពារចរន្តតង់ខ្យងខ្ពស់រក្សាស្ថិរភាពនៃចរន្តភ្លើងនិងការពារការឡើងកម្ដៅខ្លាំងហើយបើនិយាយពីភាពងាយស្រួលក្នុងការប្រើប្រាស់វិញគឺបានបំពាក់មកជាមួយនឹង Universal Outlet One for All ដែលវាអាចប្រើប្រាស់បានត្រូវជាមួយនឹងគ្រប់ប្រភេទរុនទាំងអស់មិនថា US plug 3 prong EU plug Chinese plug ឬក៏ UK plug នោះទេបើយើងនិយាយខ្មែរងាយយល់ទៅអាដូច2ដូច3អាដូចជ្រុងអាដូចមូលគឺព្រីភ្លើងនេះអាចប្រើប្រាស់បានទាំងអស់ហើយមួយទៀតព្រីភ្លើងនេះក៏បានបំពាក់មកជាមួយនឹងប៊ូតុងចំនួន1សម្រាប់ធ្វើការបិទបើកចរន្តដោយមិនចាំបាច់ដកដុយក៏បានដែរហើយអ្វីដែលកាន់តែពិសេសសម្រាប់ព្រីភ្លើងនេះគឺមានការធានាលើគុណភាពរយៈពេល1ឆ្នាំហើយសម្រាប់ខ្សែវិញគឺមានពីរជម្រើសគឺមានប្រវែង3ម៉ែត្រនិង5ម៉ែត្រតោះពីបងមើលវីដេអូនេះហើយបើសិនជាចាប់អារម្មណ៍បងប្អូនអាចធ្វើការ inbox សាកសួរព័ត៌មានបន្ថែមតាមរយៈ Page ឬក៏ Telegram ឬក៏អញ្ជើញមកតាក់ទងនៅអាស័យដ្ឋានហាងដែលមានដាក់នៅក្នុង caption ខាងលើអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ